នឹងឯសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការបង្កើតនៅ Exchange Bitget សម្រាប់បងប្អូនដែលមិនទាន់មាននៅ Exchange មួយនេះប្រើប្រាស់ទេបងប្អូនទាំងអស់គ្នាអាចធ្វើការបង្កើតតាមការបង្ហាញរបស់ខ្ញុំតាមរយៈវីដេអូមួយនេះហើយខ្ញុំសូមបញ្ជាក់ថាសម្រាប់បងប្អូនដែលបានធ្វើការបង្កើតនៅ Exchange Bitget តាមរយៈ link របស់ខ្ញុំឬក៏តាម referral code របស់ខ្ញុំណាបងប្អូនទាំងអស់គ្នានឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ 20% រៀងរាល់ពេលដែលបងប្អូនទាំងអស់គ្នាធ្វើការទិញលក់មិនថានៅក្នុង spot ឬក៏នៅក្នុង future ឡើយតោះឥឡូវកុំឲ្យខាតពេលយូរខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការបង្កើតតែម្ដងសម្រាប់បងប្អូនដែលចង់ធ្វើការបង្កើតនៅ Exchange Bitget បងប្អូនទាំងអស់គ្នាអាចចូលទៅខាងក្រោមនៃវីដេអូរបស់ខ្ញុំដោយចុចទៅលើចំណងជើងឬក៏ title នៃវីដេអូឬក៏បងប្អូនទាំងអស់គ្នាចូលទៅក្នុង comment ក៏បានដែរណាតោះឥឡូវខ្ញុំចុចទៅលើចំណងជើងតែម្ដងទៅនៅពេលដែលបងប្អូនទាំងអស់គ្នាចុចទៅលើចំណងជើងឬក៏ title នៃវីដេអូរបស់ខ្ញុំហើយបងប្អូនទាំងអស់គ្នាអាចបាទចុចកន្លែងនេះណាអាចចុចទៅលើពាក្យថា moreបាទ Simon នេះមកគឺបងប្អូនទាំងអស់គ្នានឹងឃើញតែម្ដងនេះគឺជា link ដែលបងប្អូនទាំងអស់គ្នាធ្វើការបង្កើតដើម្បីទទួលបានការ discount រហូតដល់ 20%តោះឥឡូវយើងចុចទៅលើ link ហ្នឹងមកនៅពេលដែលបងប្អូនទាំងអស់គ្នាចុចទៅលើ link ហ្នឹងហើយគឺបងប្អូនទាំងអស់គ្នានឹងចូលមកកាន់ទម្រង់នៃការចុចឈ្មោះតែម្ដងសម្រាប់ការចុចឈ្មោះបាទបង្កើតនៅ Exchange នេះបងប្អូនទាំងអស់គ្នាអាចប្រើលេខទូរស័ព្ទដៃក៏បានឬក៏ប្រើនៅ email ក៏បានផងដែរប៉ុន្តែបើតាមការ recommend របស់ខ្ញុំគិតថាបងប្អូនទាំងអស់គ្នាគួរតែប្រើ email ទៅដើម្បីឲ្យវាមានសុវត្ថិភាពជាងក្នុងការប្រើប្រាស់ទៅលើលេខទូរស័ព្ទដៃណាហើយបងប្អូនទាំងអស់គ្នាត្រូវមាន email ជាមុនសិនដើម្បីធ្វើការបង្កើតតោះឥឡូវយើងចុចកន្លែងនេះធ្វើការបំពេញនៅ email ឥឡូវខ្ញុំបានធ្វើការដាក់នៅ email រួចរាល់ហើយបន្ទាប់ពីធ្វើការដាក់នៅ email រួចរាល់បងប្អូនទាំងអស់គ្នានឹងឃើញកន្លែងនេះណាយើងត្រូវធ្វើការ tick មួយទៀតមកអូខេយើង tick ឲ្យបាន2បន្ទាប់ពីយើងធ្វើការ tick រួចរាល់ហើយបងប្អូនទាំងអស់គ្នានឹងឃើញពាក្យថា next អញ្ចឹងយើងចុចទៅលើពាក្យថា next អូខេបន្ទាប់ពីចុចទៅលើពាក្យថា next ហើយបងប្អូនទាំងអស់គ្នានឹងចូលមកកាន់ទម្រង់មួយទៀតគឺជាទម្រង់នៃការបំពេញនៅ password តែម្ដងសម្រាប់ password បងប្អូនទាំងអស់គ្នាត្រូវតែធ្វើការដាក់ដោយមានការចងចាំដោយខ្លួនឯងមិនថា email ឬក៏ password ឡើយព្រោះខ្ញុំសូមបញ្ជាក់ថាចេះដោយសារតែ Exchange នីមួយៗដែលនៅពេលដែលយើងធ្វើការបង្កើតទុកប្រើប្រាស់ណាក្នុងមនុស្សម្នាក់គឺយើងបង្កើតបានតែមួយ account តែប៉ុណ្ណោះបើសិនជាបងប្អូនទាំងអស់គ្នាមានបញ្ហា account នឹងហើយគឺបងប្អូនទាំងអស់គ្នាមិនអាចធ្វើការបង្កើតប្រើប្រាស់ម្ដងទៀតបានឡើយណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែបង្កើតដោយមានការប្រុងប្រយ័ត្នបន្តិចឥឡូវខ្ញុំឧទាហរណ៍សម្រាប់ password ណាឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាឈ្មោះគេសាន់ដាបាទ11 12 34អីចឹងទៅហើយយើងត្រូវថែមនៅសញ្ញាផ្សេងនៅពេលដែលយើងថែមនៅសញ្ញាផ្សេងបងប្អូនទាំងអស់គ្នានឹងឃើញកន្លែងនេះឃើញគ្រីសទាំងអស់ហ៎អូខេអញ្ចឹងនៅពេលដែលគ្រីសទាំងអស់មានន័យថា password នេះគឺយើងអាចប្រើការបានហើយណាតែឥឡូវនៅពេលដែលយើងធ្វើការដាក់នៅ password រួចរាល់ហើយបងប្អូនទាំងអស់គ្នានឹងឃើញពាក្យថា next នៅខាងក្រោមនេះទៀតយើងចុចទៅលើពាក្យថា next អូខេបន្ទាប់ពីយើងចុចទៅលើ next ហើយបងប្អូនទាំងអស់គ្នាយើងនឹងឃើញកន្លែងនេះនៅត្រង់ចំណុចនេះបងប្អូនទាំងអស់គ្នានឹងឃើញនេះណាគេឲ្យយើងធ្វើការ select មួយ image ណាអក្សរ P អញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវមើលនេះវា load អញ្ចឹងណាអញ្ចឹងបើសិនជាវា load មកឃើញអក្សរ P កន្លែងណាមួយគឺបងប្អូនទាំងអស់គ្នាត្រូវចុចឲ្យតាន់បាទឥឡូវនេះខ្ញុំអូខេខុសបាត់ហើយដោយសារតែវា load លឿនពេកឥឡូវយើងចាំតិចនេះយើងឃើញសញ្ញាកន្លែងនេះហ៎អូខេអញ្ចឹងយើងមើលមកកន្លែងណាដែលមាន load សញ្ញានេះឃើញខ្ញុំចុចអញ្ចឹងត្រូវបាទនិយាយទៅគឺយើងចុចឲ្យបានលឿនឥឡូវម្ដងទៀតណាម្ដងទៀតយើងចុចទៅលើ Next ម្ដងទៀតបាទឥឡូវយើងមើលអក្សរបាទសញ្ញាដុល្លារណាយើងមើលកន្លែងណាសញ្ញាដុល្លារយើងចុចឲ្យលឿននិយាយទៅការបាទចុចកន្លែងនេះប្រហែលជាអាចខុសគ្នាខ្លះដែរណាជួនកាល account បងប្អូនខ្លះប្រហែលជាមិន load ដូចខ្ញុំទេប្រហែលជា load ផ្សេងនៅត្រង់ចំណុចនេះយើងមានរយៈពេល1នាទីបាទនេះផ្ញើ email មកយើងត្រូវចូលទៅកាន់ Gmail ណាយើងមានរយៈពេល1នាទីដើម្បីចូលមកកាន់ Gmail ហើយយក password នេះបាទគឺសារបានផ្ញើមក Bitget អូខេអញ្ចឹងយើងឃើញហើយនេះបាទយើងចម្លងម្ដងមួយក៏បានយើង copy ក៏បានដែរអញ្ចឹងខ្ញុំ copy បន្ទាប់ពី copy ខ្ញុំចេញមកវិញខ្ញុំនឹងធ្វើការ paste នៅបាទពាក្យសម្ងាត់ហ្នឹងណាអូខេអញ្ចឹងយើងចុចទៅលើ pass អូខេដល់ពេលដែលចុច pass គឺរួចរាល់ហើយបាទឥឡូវពេលនេះគឺយើងអាចធ្វើការបង្កើតនៅ Exchange Bitget នេះគឺទទួលបានជោគជ័យតែម្ដងនៅពេលដែលយើងធ្វើការបង្កើត Exchange មួយនេះទទួលបានជោគជ័យហើយបងប្អូនទាំងអស់គ្នានឹងឃើញទម្រង់នៃការ verify ណាអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំខ្វែងកន្លែងនេះចេញសិនហើយបងប្អូនទាំងអស់គ្នាយើងនៅពេលដែលធ្វើការបង្កើតនៅ Exchange មួយនេះទទួលបានជោគជ័យហើយមិនមែនប្រកាសថាជោគជ័យ 100% ទេគឺបងប្អូនទាំងអស់គ្នាត្រូវតែធ្វើការ verify បាទនៅ KYC បន្ថែមទៀតKYC គឺសំខាន់មែនទែនសម្រាប់ Exchange នីមួយៗឥឡូវយើងនឹងឃើញពាក្យថាបើ verify បើមិនអញ្ចឹងទេបងប្អូនទាំងអស់គ្នាចូលទៅកាន់ Play Store ក៏បានឬក៏ចូលទៅកាន់ App Store ក៏បានដែរណាឥឡូវបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំមានហើយបាទ Bitget អញ្ចឹងហើយបងប្អូនទាំងអស់គ្នាអាចចូលមកឥឡូវទីថាខ្ញុំប្រើប្រាស់បាទ App Store បងប្អូនទាំងអស់គ្នាដែលប្រើប្រាស់ទូរស័ព្ទដៃ Android បងប្អូនទាំងអស់គ្នាអាចចូលទៅកាន់ Play Store ទៅខ្ញុំប្រើ iOS អញ្ចឹងខ្ញុំចុចទៅលើ App Store ហើយបន្ទាប់មកយើង search កន្លែងនេះណាបាទអញ្ចឹងយើង search កន្លែងនេះមកអូខេយើងដាក់មកបាទ Bitget អូខេ Bitget
នឹងអញ្ចឹងទៅពេលដែលចុចទៅលើ Bitget បងប្អូនទាំងអស់គ្នានឹងឃើញនៅ Bitget នៅខាងក្រោមហើយបាទអញ្ចឹងយើង search មកនេះយើងនឹងឃើញ Bitget អញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការដំឡើងនៅ exchange មួយនេះទុកនៅក្នុងទូរស័ព្ទដៃរបស់យើងជាមុនសិនទៅប៉ុន្តែនៅត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ទីសិនដោយសារតែខ្ញុំមាននៅ exchange មួយនេះមានន័យថាខ្ញុំបានធ្វើការបង្កើតជោគជ័យហើយអញ្ចឹងហើយខ្ញុំមិនអាចយកនៅអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំដើម្បីធ្វើការបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាបន្ថែមទៀតឡើយអ្វីដែលខ្ញុំនឹងធ្វើការបង្ហាញគឺខ្ញុំនឹងយកបាទវីដេអូមួយទៀតដែលខ្ញុំបានធ្វើការបង្ហាញនៅក្នុងវីដេអូមុនណាខ្ញុំនឹងធ្វើការកាត់តជាមួយនឹងវីដេអូមួយនេះបង្ហាញពីរបៀបនៃការបំពេញនៅ KYC បន្ថែមតោះឥឡូវតាមដានជាមួយខ្ញុំបន្ថែមទៀតនឹងអញ្ចឹងបន្ទាប់ពីយើងធ្វើការដំឡើងរួចរាល់ហើយបងប្អូនទាំងអស់គ្នានឹងឃើញពាក្យថា open យើងអាចចុចទៅលើពាក្យថា open នឹងអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការចុចទៅលើពាក្យថា open នេះយើងនឹងចូលមកកាន់ទម្រង់បែបនេះបងប្អូនទាំងអស់គ្នាអាចចុចកន្លែងណាក៏បានដែរអូខេអញ្ចឹងបន្ទាប់មកយើងចុចទៅលើពាក្យថា allow អូខេបាទឥឡូវយើងគ្រាន់តែចុចទៅលើពាក្យថា continue អូខេបន្ទាប់ពីយើងចុចលើពាក្យថា continue បងប្អូនទាំងអស់គ្នានឹងឃើញពាក្យថា get start ក៏បងប្អូនទាំងអស់គ្នាអាចចុចទៅលើ logo រូបក្បាលមនុស្សនេះក៏បានដែរណាតែឥឡូវយើងចុចទៅលើ get start តែម្ដងទៅបាទចុចទៅលើ get start តោះមកយើងនឹងចូលមកកាន់ទម្រង់នេះនៅពេលដែលយើងចូលមកកាន់ទម្រង់នេះនេះគឺជាទម្រង់នៃការចុះឈ្មោះតែប៉ុណ្ណោះអញ្ចឹងបងប្អូនទាំងអស់គ្នាបានធ្វើការបង្កើតរួចរាល់ហើយតាមរយៈ link របស់ខ្ញុំនៅពេលដែលយើង download app មានន័យថាយើងគ្រាន់តែ down ដើម្បី log in ចូលទៅកាន់ account របស់យើងតែប៉ុណ្ណោះអញ្ចឹងបងប្អូនទាំងអស់គ្នាអាចកលេចមកមើលខាងលើនេះយើងនឹងឃើញពាក្យថា log in យើងចុចទៅលើពាក្យថា log in បន្ទាប់ពីយើងចុចទៅលើ log in នេះកន្លែងនេះគឺនឹង load ពាក្យថា sign up វិញពេលដែល load ពាក្យថា sign up បងប្អូនទាំងអស់គ្នាកលេចមកមើលត្រង់ចំណុចនេះវិញមកគឺយើងនឹងឃើញកន្លែងដែលយើងត្រូវធ្វើការដាក់ email ឬក៏ password អញ្ចឹង password និង email បងប្អូនទាំងអស់គ្នាប្រហែលជាចងចាំដោយខ្លួនឯងព្រោះយើងទើបតែធ្វើការបង្កើតមុននេះតែប៉ុណ្ណោះតោះឥឡូវខ្ញុំនឹងធ្វើការបំពេញ email ខ្ញុំហ្នឹងហើយឥឡូវខ្ញុំបានធ្វើការបំពេញនៅ email របស់ខ្ញុំរួចរាល់ហើយបន្ទាប់ពីបំពេញ email រួចរាល់យើងនឹងឃើញពាក្យថា next អញ្ចឹងយើងចុចទៅលើពាក្យថា next អូខេបន្ទាប់មកទៀតយើងគ្រាន់តែធ្វើការបំពេញនៅ password របស់យើងនៅត្រង់ចំណុចនេះបាទអញ្ចឹងខ្ញុំនឹងធ្វើការបំពេញសិនហ្នឹងហើយឥឡូវខ្ញុំបានធ្វើការបំពេញនៅ password របស់ខ្ញុំរួចរាល់ហើយបាទបន្តមកទៀតយើងនឹងឃើញពាក្យថា login នេះយើងចុចទៅលើពាក្យថា login តែម្ដងទៅអូខេបន្តមកទៀតយើងចុចទៅលើពាក្យថា confirm ណាយើងចុចទៅលើពាក្យថា confirm បន្តមកទៀតយើងចូលទៅកាន់ Gmail របស់យើងដើម្បីយកនៅកូដបាទចំនួន6ខ្ទង់យកមកដាក់នៅក្នុងប្រអប់នេះបាទឥឡូវគឺ load មកហើយអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែចូលមកកាន់ប្រអប់សាររបស់យើងចូលមកកាន់ Gmail ម្ដងទៀតមកពេលដែលចូលមកកាន់ Gmail យើងនឹងឃើញនេះ Bitget បានផ្ញើមកយើងចុចកន្លែងហ្នឹងមកអូខេបន្តមកទៀតយើងគ្រាន់តែបាទធ្វើការ copy មកឬក៏ចម្លងម្ដងមួយអញ្ចឹងណាបាទអូខេរួចរាល់បងប្អូនទាំងអស់គ្នាកន្លែងនេះបើសិនជាអត់ឃើញយើងអាចធ្វើការ refresh វាបន្តិចទៅណា refresh បន្តិចទៅគឺវានឹង load មកហើយអូខេអញ្ចឹងបន្ទាប់មកយើងចូលមកកាន់នេះយើងវិញយើងគ្រាន់តែចុចទៅលើ pass កន្លែងនេះណាអញ្ចឹងកន្លែងនេះមានរយៈពេលត្រឹមតែ1នាទីទេបាទយើងចុចទៅលើថា allow pass មក1នាទីបើសិនជាយើងយកកូដមកអត់ទាន់ទេគឺបងប្អូនទាំងអស់គ្នានឹងមិនអាចធ្វើការ verify បានឡើយកន្លែងនេះគឺគេឲ្យយើងធ្វើការ scan នៅផ្ទៃមុខរបស់យើងអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាអ្នកដែលធ្វើការបង្កើតខ្ញុំគិតថាបងប្អូនទាំងអស់គ្នាគួរតែធ្វើការ scan ផ្ទៃមុខរបស់យើងទៅដើម្បីឲ្យវាមានសុវត្ថិភាពដោយសារតែនេះគ្រាន់តែជាវីដេអូនៃការបង្ហាញរបស់ខ្ញុំអញ្ចឹងខ្ញុំមិនចាំបាច់ធ្វើការ scan ឡើយបាទដោយសារតែខ្ញុំ scan នៅក្នុង account របស់ខ្ញុំរួចរាល់ហើយបាទតើឥឡូវកន្លែងនេះបើសិនជាបងប្អូនទាំងអស់គ្នាចង់ scan យើងយកពីថាបាទ enable នៅខាងលើណាប៉ុន្តែសម្រាប់ខ្ញុំយកបាទខាងក្រោមណាមិនចាំបាច់ scan ទេហ្នឹងហើយឥឡូវយើងបានចូលមកកាន់ account របស់យើងហើយនៅពេលដែលយើងចូលមកកាន់ account របស់យើងរួចរាល់បងប្អូនទាំងអស់គ្នានឹងឃើញពាក្យថា verify នៅកន្លែងនេះបើសិនជារកពាក្យថា verify កន្លែងនេះអត់ឃើញទេយើងអាចចុចទៅលើនេះណាចុចកន្លែង logo ហ្នឹងមកហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាគ្រាន់តែចុចកន្លែងនេះណាចុចកន្លែងហ្នឹងបន្តមកទៀតបងប្អូនទាំងអស់គ្នាគ្រាន់តែចុចកន្លែងនេះ identity បាទ verification នេះយើងគ្រាន់តែចុចកន្លែងហ្នឹងទៅណាបន្តមកទៀតយើងនឹងឃើញពាក្យថា verify now យើងអាចចុចទៅលើហ្នឹងហើយយើងចុចទៅលើពាក្យថា allow អូខេហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាបាទខ្ញុំចុចទៅលើ allow pass តែម្ដងហើយកន្លែងនេះគឺនឹងចូលមកដល់ចំណុចមួយដែលយើងត្រូវធ្វើការបំពេញព័ត៌មានមួយចំនួនដើម្បីធ្វើការ verify នៅ KYC របស់យើងអញ្ចឹងខាងលើគឺជាប់ទីតាំងនៅក្នុងប្រទេសកម្ពុជារបស់យើងហើយសម្រាប់បងប្អូនដែលរស់នៅក្នុងប្រទេសផ្សេងកន្លែងនេះគឺជាប់បាទនៅទីតាំងនៃប្រទេសដែលយើងកំពុងតែរស់នៅហើយអ្វីដែលសំខាន់ជាងនេះបងប្អូនទាំងអស់គ្នាកន្លែងមកមើលខាងក្រោមនេះណាយើងចុចកន្លែងហ្នឹងមកបន្តមកទៀតខ្ញុំចុចទៅលើបាទ Cambodia ណាបើសិនជាអត់ឃើញបងប្អូនទាំងអស់គ្នាអាច search កន្លែងនេះណា search មកប្រទេសណាអញ្ចឹងណាចឹងដោយសារខ្ញុំឃើញខ្ញុំដាក់ទីតាំងប្រទេសកម្ពុជាហើយកន្លែងនេះគឺយើងអាចធ្វើការ verify បាទយើងអាចចុចកន្លែងនេះមកដើម្បីធ្វើការមើលការ verify គឺយើងអាចប្រើនៅអត្តសញ្ញាណប័ណ្ណបាទ passport ឬក៏ប័ណ្ណបើកបរជាដើមណាប៉ុន្តែការ recommend របស់គេគឺគេ recommend ទៅលើអត្តសញ្ញាណប័ណ្ណជាងតែបើសិនជាបងប្អូនទាំងអស់គ្នាអត់មានអត្តសញ្ញាណប័ណ្ណគឺយើងអាច verify ពីខាងក្រោមនេះបានអញ្ចឹងកន្លែងនេះគឺជាប់ហើយណាគឺជាប់ហើយបាទគឺជាប់អត្តសញ្ញាណប័ណ្ណហើយបន្តមកខ្ញុំចុចទៅលើ next យើងនឹងចូលមកកាន់ទម្រង់មួយទៀតហើយបាទនេះគឺជាទម្រង់ថ្មីដែលអ្នកនរគ្នាត្រូវយកគឺយើងយកខាងលើកុំយកបាននៅខាងក្រោមនេះណាបាទ United States នេះគឺយើងអត់យកទេយើងយកខាងលើ
អូខេបន្ទាប់មកខ្ញុំចុចទៅលើថាបាទ continue បាទនៅពេលដែលយើងចុចទៅលើ continue យើងនឹងចូលមកកាន់ទម្រង់នេះគឺជាការ verify បាទ your identity អញ្ចឹងខ្ញុំចុចទៅលើ continue ម្ដងទៀតណាអូខេបន្ទាប់មកអ្នកនរគ្នានេះគឺជាទម្រង់នៃការ scan នៃអត្តសញ្ញាណប័ណ្ណរបស់យើងអ្នកនរគ្នាគ្រាន់តែធ្វើការដាក់អត្តសញ្ញាណប័ណ្ណរបស់យើងឲ្យត្រូវបាទជាមួយនឹងកាមេរ៉ាហ្នឹងមកណាយើងអាចដាក់នេះគឺជាកាមេរ៉ាផ្នែកខាងមុខអ្នកនរគ្នាត្រូវធ្វើការដាក់អត្តសញ្ញាណប័ណ្ណរបស់យើងបាទចំចន្លោះហ្នឹងមកណាចំចន្លោះហ្នឹងមកឲ្យច្បាស់មកខ្ញុំសូមបញ្ជាក់ថានៅពេលដែលថតត្រូវទៅរកកន្លែងដែលមានពន្លឺគ្រប់គ្រាន់ណាការ scan ផ្ទៃមុខក៏ចឹងដែរបើសិនជាអ្នកនរគ្នាធ្វើការ scan ផ្ទៃមុខដោយមិនច្បាស់ទេក៏វាបរាជ័យដែរហើយខ្ញុំសូមបញ្ជាក់ឡើងវិញខ្ញុំអត់មានអត្តសញ្ញាណប័ណ្ណដើម្បីបង្ហាញទេអញ្ចឹងខ្ញុំយកវីដេអូមួយទៀតដើម្បីធ្វើការបង្ហាញទៅកាន់អ្នកនរគ្នាអ្នកនរគ្នាដាក់អត្តសញ្ញាណប័ណ្ណហើយយើងអាចចុចទៅលើនេះមកណាហ្នឹងហើយអ្នកនរគ្នានេះគឺជាទម្រង់នៃការដាក់អត្តសញ្ញាណប័ណ្ណយើងដាក់អញ្ចឹងមកបាទផ្ទៃខាងមុខបាទយើងដាក់ខាងមុខបន្ទាប់មកអ្នកនរគ្នាឃើញកន្លែងនេះឃើញកន្លែងថតទេយើងចុចកន្លែងហ្នឹងមួយទៅដើម្បីថតបានឥឡូវគឺខ្ញុំថតបានហើយយើងបើសិនជាគិតថាត្រឹមត្រូវយើងយកខាងលើបើសិនជាយើងគិតថាមិនទាន់ច្បាស់ទេយើងយកខាងក្រោមមិនតែខ្ញុំយកខាងលើដោយសារខ្ញុំគិតថាវាត្រឹមត្រូវហើយណាបាទខ្ញុំយកខាងលើនេះមកបន្ទាប់មកយើងនឹងចូលមកកាន់ទម្រង់មួយទៀតបាទគឺយើងថតអត្តសញ្ញាណប័ណ្ណរបស់យើងផ្ទៃខាងក្រោយណាយើងចុចកន្លែងហ្នឹងមកគឺថតហើយបើយើងគិតថាការថតនេះច្បាស់ហើយយើងយកខាងលើដូចគ្នាណាបាទបើសិនជាយើងគិតថាអត់ច្បាស់យើងយកខាងក្រោមឥឡូវខ្ញុំយកខាងលើណាខ្ញុំគិតថាច្បាស់ហើយអូខេបន្ទាប់មកយើងអាចរងចាំណាបាទឥឡូវរួចរាល់ហើយណាយើងចូលមកកាន់ទម្រង់នៃការ scan មុខម្ដងវិញសម្រាប់ការ scan ផ្ទៃមុខក៏អញ្ចឹងដែរអ្នកនរគ្នាត្រូវតែធ្វើការដាក់ផ្ទៃមុខរបស់យើងឲ្យបានត្រឹមត្រូវបាទឲ្យចំជាមួយនឹងផ្ទៃបាទនៅកំពង់ហ្នឹងមកយើងនៅស្ងៀមទៅគឺគេនឹងចាប់ផ្ទៃមុខរបស់យើងហើយបើសិនជាចាប់ត្រឹមត្រូវអ្នកនរគ្នាគឺយើងនឹងឃើញសញ្ញាគ្រីសបាទនេះបាទឃើញសញ្ញាគ្រីសនេះមានន័យថាការ scan ផ្ទៃមុខរបស់យើងគឺទទួលបានជោគជ័យហើយបាទឥឡូវយើងនឹងឃើញពាក្យថា under review យើងគ្រាន់តែធ្វើការរងចាំតែមួយសន្ទុះទៅបាទបើសិនជាអត្តសញ្ញាណប័ណ្ណរបស់យើងច្បាស់ថតច្បាស់ហើយ scan មុខនឹងត្រឹមត្រូវហើយយើងនឹងទទួលបានការ approve ពីគេហើយណាអញ្ចឹងអ្នកនរគ្នាអាចចុចខ្វែងក៏បានចុចខាងក្រោមនេះក៏បានដែរណាយើងអាចចុចកន្លែងហ្នឹងសិនទៅដើម្បីរងចាំការ confirm របស់គេថាតើទទួលបានជោគជ័យដែរឬក៏អត់អីចឹងណាបាទអញ្ចឹងអ្នកនរគ្នាអាចរងចាំតិចសិនហ្នឹងហើយអ្នកនរគ្នាមិញនេះអ្នកនរគ្នាប្រហែលបានឃើញហើយបាទវីដេអូរបៀបនៃការបំពេញនៅ KYC អញ្ចឹងបន្ទាប់ពីយើងធ្វើការបំពេញ KYC គេឲ្យយើងរងចាំដើម្បីឲ្យគេត្រួតពិនិត្យណាដល់ពេលដែលត្រួតពិនិត្យរួចរាល់ហើយអ្នកនរគ្នាអាចចូលមកកន្លែងនេះដើម្បីឲ្យដឹងថាជោគជ័យឬក៏អត់យើងចូលមកកន្លែងនេះមកបាទរូប logo ហ្នឹងបន្ទាប់មកអ្នកនរគ្នានឹងឃើញពាក្យថានេះណាយើងនឹងឃើញពាក្យថា verify កន្លែងនេះខាងក្រោមឈ្មោះរបស់យើងយើងនឹងឃើញពាក្យថា verify ហើយអូខេអញ្ចឹងអ្នកនរគ្នាបន្ទាប់ពីអ្នកនរគ្នាធ្វើការចុះឈ្មោះបំពេញ KYC រួចរាល់ហើយអ្នកនរគ្នាក៏ត្រូវដឹងពីរបៀបនៃការរៀបចំទៅលើប្រព័ន្ធសុវត្ថិភាពនៅលើ Exchange Bitget ដើម្បីការពារនៅលើ account របស់យើងឲ្យមានសុវត្ថិភាពអញ្ចឹងដើម្បីរៀបចំប្រព័ន្ធសុវត្ថិភាពនេះឲ្យបានត្រឹមត្រូវអ្នកនរគ្នាធ្វើការចុះឈ្មោះនិងបំពេញ KYC រួចរាល់អ្នកនរគ្នាអាចចូលមកកន្លែងនេះ logo យើងនេះបាទយើងចុចទៅលើហ្នឹងបន្ទាប់មកអ្នកនរគ្នានឹងឃើញកន្លែងនេះណាឃើញទេបាទយើងចុចទៅលើសញ្ញាព្រួយបន្ទាប់ពីយើងចុចទៅលើសញ្ញាព្រួយហើយអ្នកនរគ្នានឹងឃើញបាទ security អ្នកនរគ្នាអាចចុចទៅលើនេះបន្ទាប់ពីចុចទៅលើហ្នឹងហើយខ្ញុំអស់ឡើងលើបន្តិចបាទនៅពេលដែលអស់ឡើងលើអ្នកនរគ្នានឹងឃើញគឺគេ recommend ខ្លាំងមែនតើណាសម្រាប់ការប្រើប្រាស់ទៅលើប្រព័ន្ធសុវត្ថិភាពមួយនេះមានទាំង email បាទលេខទូរស័ព្ទដៃនិយាយទៅគឺកន្លែងនេះអ្នកនរគ្នាអាចធ្វើការបំពេញនៅចន្លោះមួយចំនួនអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញតែម្ដងទី1គឺអ្នកនរគ្នាត្រូវ download បាទ app ហ្នឹងបាទយើងចូលមកកាន់ Play Store ឬក៏ App Store មកណានេះគឺ app មួយហ្នឹងឯណាអូខេអញ្ចឹងខ្ញុំចូលមកកាន់នេះមកខ្ញុំសូមបង្ហាញបន្តិចអ្នកនរគ្នាអាច search បាទ search មកយើងគ្រាន់តែ search បាទអូខេនេះបាទយើងយកខាងលើនឹងតែម្ដងមកបាទបន្ទាប់មកអ្នកនរគ្នានឹងឃើញហើយនេះយើងអូសចុះក្រោមតិចអ្នកនរគ្នានឹងឃើញនេះ app ហ្នឹងណាបាទមើល logo ឲ្យបានច្បាស់អញ្ចឹងយើងធ្វើការដំឡើងឲ្យរួចរាល់មកបន្ទាប់ពីយើងធ្វើការដំឡើងរួចរាល់ហើយអ្នកនរគ្នាអាចចុចទៅលើហ្នឹងអូខេចុចទៅលើហ្នឹងមកបន្ទាប់មកយើងគ្រាន់តែចុចទៅលើ next អូខេចុចទៅលើ next បន្ទាប់មកយើងចុចទៅលើ got it កន្លែងនេះបាទអ្នកនរគ្នានឹងឃើញនេះគឺជាកូដរបស់យើងអ្នកនរគ្នាត្រូវតែកត់កូដនឹងទុកឲ្យបានស្រួលបួលកូដហ្នឹងគឺសំខាន់ណាស់បាទអញ្ចឹងខ្ញុំ copy អ្នកនរគ្នាអាច copy ទុកឲ្យហើយណា copy សិនមកអូខេយើង copy តទៅពេលយើងចុច copy ហើយយើងចេញពីកន្លែងហ្នឹងមកចេញកន្លែងហ្នឹងយើងចូលមកកាន់ app ហ្នឹងមកណាអូខេនៅពេលដែលយើងចូលមកកាន់ app អ្នកនរគ្នាអាចឃើញកន្លែងនេះណាសញ្ញាបូកមួយយើងចុចកន្លែងសញ្ញាបូកហើយបន្ទាប់មកយើងយកខាងលើណានេះមកបាទបន្ទាប់មកខាងលើនេះគឺយើងបំពេញមកទៀតថាអញ្ចឹងខ្ញុំដាក់ឈ្មោះថាបាទ Bitget អូខេ Bitget ហើយនេះគឺខ្ញុំដាក់Bitget មួយតែម្ដងទៅព្រោះដោយសារតែនេះគឺជា account សាឡបងទេហើយបន្ទាប់មកមិញយើងបាន copy បាននៅពាក្យទាំងប្រមាណហ្នឹងអញ្ចឹងយើងផាសចូលកន្លែងនេះណាផាសបញ្ចូលមកអូខេផាសបញ្ចូលរួចរាល់អ្នកនរគ្នាគ្រាន់តែចុចទៅលើថា add ណាខាងក្រោមនេះអត់ចាំបាច់ធ្វើអីទេយើងចុចទៅលើ add មកបាទតែប៉ុណ្្នេះគឺយើងនឹងទទួលបានកូដមួយនៅខាងក្រោមនេះណាអញ្ចឹងអ្នកនរគ្នាត្រូវយកម្រាមដៃចុចបាទ copy ចុច2ដងទៅ copy មកហើយយើងចេញកន្លែងហ្នឹងយើងចូលមកកាន់ app យើងវិញយើងគ្រាន់តែផាសកន្លែងនេះណា
ចុច pass បញ្ចូលមកបាទចុចទៅលើ allo pass បាទ allo pass នេះមកហើយយើងចុចទៅលើ next អូខេបន្ទាប់មកអ្នកនរគ្នាយើងត្រូវចូលទៅកាន់ email របស់យើងណាដើម្បីយកបាននៅកូដចំនួន6ខ្ទង់អញ្ចឹងខ្ញុំចូលមកកាន់ Gmail របស់ខ្ញុំបាទយើងចូលមកឥឡូវអត់ទាន់ឃើញសារមកទេអញ្ចឹងយើងអាចចុចកន្លែងនេះដើម្បីមើលកន្លែងសារ spam គីឡូមានអញ្ចឹងណាបាទ spam ក៏អត់មានទេណាអត់មានទេសារ spam អ្នកនរគ្នានេះណាយើងចុចកន្លែងហ្នឹងមកហើយយើងចុច copy ណាបាទចុច copy អញ្ចឹងបើអត់ឃើញកន្លែងមកយើងចុចកន្លែងហ្នឹងណាយើងមកមើលកន្លែងសារ spam អូខេបាទហួសបាត់អញ្ចឹងខ្ញុំចុចសារលបងសិនណាខ្ញុំចុចកន្លែងហ្នឹងអូខេចុចទៅលើនេះមកអូខេបាទឥឡូវគឺឲ្យណាគឺរួចរាល់យើងបានរៀបចំប្រព័ន្ធសុវត្ថិភាពមួយហើយបាទគឺជោគជ័យតែម្ដងណាឃើញហើយបាទខាងលើនេះហ្នឹងហើយបន្តមកទៀតអ្នកនរគ្នាត្រូវតែធ្វើការបំពេញបាទនៅលេខទូរស័ព្ទដៃលេខទូរស័ព្ទដៃក៏សំខាន់ដែរអ្នកនរគ្នាអាចចុចកន្លែងហ្នឹងមកអូខេបន្តមកអ្នកនរគ្នាគ្រាន់តែធ្វើការបំពេញណាបំពេញនៅលេខទូរស័ព្ទដៃរបស់យើងបាទ0ម៉ានគឺយើងដាក់មកបន្តមកអ្នកនរគ្នានឹងចុចទៅលើនេះយើងអាចចុចទៅលើ send code ចុចទៅលើ send code មកគេផ្ញើ code ចូលទៅកាន់នេះរបស់យើងហើយ message របស់យើងបើសិនជាយើងចុចកន្លែងនេះបាទគឺ avoid នេះមានន័យថាគេនឹង call មកយើងផ្ទាល់អញ្ចឹងគេដាក់ថា avoid verification code ណាអញ្ចឹងបើសិនជាយើងចុចកន្លែងហ្នឹងគេនឹង call មកបន្ថែមយើងចុចកន្លែងនេះទៅតែឥឡូវខ្ញុំឧទាហរណ៍តែម្ដងទៅបាទខ្ញុំដាក់បាទ0អូខេនេះគឺជាលេខទូរស័ព្ទដៃរបស់ខ្ញុំអ្នកនរគ្នាអាចដាក់ដល់ខ្លួនឯងអូខេអញ្ចឹងខ្ញុំចុចទៅលើ send នេះមកណា send code នេះអូខេគេនឹងផ្ញើកូដចូលទៅកាន់លេខទូរស័ព្ទដៃរបស់យើងហ្នឹងណាអូខេនេះគឺនាទីបាទ1នាទីយើងត្រូវយកកូដមកដាក់បាទឥឡូវខ្ញុំទទួលបានកូដអីបាទខ្ញុំនេះឃើញកូដអីបាទចូលមកអញ្ចឹងខ្ញុំចុចកន្លែងបាទឥឡូវខ្ញុំនឹងធ្វើការដាក់កូដចូលអូខេខ្ញុំធ្វើការបំពេញតែម្ដងអូខេបន្ទាប់មកយើងដាក់រួចរាល់យើងចុចទៅលើ submit ណាអូខេបាទគឺរួចរាល់ហើយណាយើងក៏អាចធ្វើការ add នៅ passkey បានដែរយើងចុចទៅលើបាទ add passkey នេះមកអូខេបន្ទាប់មកអ្នកនរគ្នា add passkey គឺគេនឹងផ្ញើកូដចូលទៅកាន់ email ហើយយើងត្រូវយកកូដបន្ថែមអញ្ចឹងខ្ញុំចូលមកកាន់ Gmail របស់ខ្ញុំបាទនេះគឺ Gmail ផ្ញើមកហើយអូខេខ្ញុំចេញពីកន្លែងនេះបន្តិចខ្ញុំនឹងចូលមកកាន់ primary វិញណាអូខេនេះបាទកូដផ្ញើមកហើយចុចកន្លែងហ្នឹងមកហើយខ្ញុំយកម្រាមដៃសកត់តិចមកហើយចុច copy អូខេរួចរាល់ខ្ញុំចេញវិញខ្ញុំផាសបញ្ចូលណាចុចផាសមកយើងចុច allo pass អូខេរួចរាល់យើងចេញពីកន្លែងហ្នឹងយើងចូលមកកាន់ app នេះវិញដើម្បីយកកូដអញ្ចឹងខ្ញុំចុចកន្លែងនេះ2ដងដើម្បីយកកូដណាអញ្ចឹងខ្ញុំចុច pass ម្ដងទៀតអូខេចុចទៅលើ allo pass បាទគឺរួចរាល់ហើយណានេះយើងចុចទៅលើ add passkey មកណាយើង scan មុខឬក៏ដោះកូដឬក៏ scan ម្រាមដៃអីចឹងណាអូខេអញ្ចឹងអ្នកនរគ្នាខ្ញុំគិតថាអ្នកនរគ្នានឹងយល់ពីវីដេអូនេះពីរបៀបនៃការរៀបចំប្រព័ន្ធសុវត្ថិភាពឬក៏ការបង្កើតនៅ exchange Bitget នេះឲ្យទទួលបានជោគជ័យបាទអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះបាទយើងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតបាទ